ថ្ងៃនេះយើងនឹងឆ្វេងយល់អំពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រមជ្ឈិមបូព៌ាគឺសង្គ្រាម6ថ្ងៃរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់មុននឹងឈានចូលដល់សង្គ្រាម6ថ្ងៃទំនាក់ទំនងរវាងប្រទេសអ៊ីស្រាអែលនិងបណ្ដាប្រទេសជិតខាងអារ៉ាប់មានភាពតានតឹងជាយូរមកហើយចាប់តាំងពីមានការបង្កើតរដ្ឋអ៊ីស្រាអែលឡើងនៅក្នុងឆ្នាំ1948មកម្ល៉េះប្រវត្តិសង្គ្រាមឆ្នាំ1967អ៊ីស្រាអែលប្រើពេលតែ6ថ្ងៃប៉ុណ្ណោះបានវាយឈ្នះកងទ័ពអារ៉ាប់3ប្រទេសនិងដណ្ដើមកាន់កាប់ទឹកដីសង្គ្រាមរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ចំនួន3គឺអេស៊ីប សូដានី និងសេរីក្នុងឆ្នាំ1967ឬហៅថាសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី3ដែលមានរយៈពេលតែ6ថ្ងៃប៉ុណ្ណោះពលគឺចាប់តាំងពីថ្ងៃទី5រហូតដល់ថ្ងៃទី10ខែមិថុនាមុននឹងមានសង្គ្រាមនេះផ្ទុះឡើងក្រុមឧទាមប៉ាឡេស្ទីនដែលមានការគាំទ្រពីសេរីលីបង់និងសូដានីបានប្លង់គ្រាប់បែកចូលភូមិជនជាតិអ៊ីស្រាអែលហើយក៏មានការសងសឹកវិញពីសំណាក់ទាហានអ៊ីស្រាអែលផងដែរមកដល់ខែមេសាឆ្នាំ1967កងទ័ពអ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះចម្បាំងមីក6គ្រឿងរបស់សេរីក្រោយហេតុការណ៍នេះអេស៊ីបបានបង្ហាញការគាំទ្រសេរីដោយចល័តទ័ពនៅទ្វីបស៊ីណៃដែលនៅជាប់ព្រំដែនអ៊ីស្រាអែលនៅខែឧសភាឆ្នាំ1967ហើយក៏បានបណ្ដេញទ័ពរក្សាសន្តិសុខរបស់ UN ចេញពីទីនោះផងដែរលើសពីនេះទៀតអេស៊ីបបានហាមឃាត់ការដឹកជញ្ជូនរបស់អ៊ីស្រាអែលចេញពីច្រកសមុទ្រទីរ៉ានដែលជាផ្លូវសមុទ្រភ្ជាប់គ្នារវាងសមុទ្រក្រហមនិងឈូងសមុទ្រអាខាបាក្រោយមកទៀតអេស៊ីបក៏បានចុះកតិកាសញ្ញាយោធាជាមួយសូដានីនៅថ្ងៃទី5ខែមិថុនាឆ្នាំ1967អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដែលមានយន្តហោះប្រមាណ200គ្រឿងដោយបានកំទេចកងទ័ពអាកាសអេស៊ីបប្រមាណ 90% ទៅហើយ3ថ្ងៃបន្ទាប់មកទៀតកងទ័ពអេស៊ីបដែលនៅទ្វីបស៊ីណៃដោយសារតែអត់មានកងទ័ពអាកាសជួយការពារក៏ទទួលរងការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់កងទ័ពអ៊ីស្រាអែលទៀតផងក្នុងនោះសង្គ្រាមនេះអ៊ីស្រាអែលបានទទួលជ័យជំនះហើយបានកាន់កាប់តំបន់ហ្គាសានិងឧបទ្វីបស៊ីម៉ៃដែលស្ថិតនៅផ្នែកខាងកើតនៃព្រែកជីកស៊ុយអេការពិតនៅថ្ងៃទី5ខែមិថុនានោះកងទ័ពសូដានីក៏បានប្លង់គ្រាប់បែកចូលទៅភាគខាងលិចទីក្រុងយេរូសាឡិមផងដែរនិងមិនខ្វល់ពីការប្រមានតបតពីសំណាក់អ៊ីស្រាអែលឡើយបន្ទាប់មកដល់ថ្ងៃទី7ខែមិថុនាកងទ័ពអ៊ីស្រាអែលដែលបានវាយបកបណ្ដេញកងទ័ពសូដានីចេញពីភាគខាងកើតទីក្រុងយេរូសាឡិមនិងភាគច្រើននៃតំបន់ West Bank ភ្លាមៗនោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់មួយហើយភាគីទាំងពីរក៏បានយល់ព្រមទទួលនៅថ្ងៃទី8មិថុនាអេស៊ីបក៏ព្រមទទួលផងដែរយ៉ាងណាមិញនៅថ្ងៃទី9ខែមិថុនាអ៊ីស្រាអែលបានបន្តការវាយប្រហារទៅលើតំបន់ខ្ពង់រាប Golan ដែលជាផ្នែកមួយរបស់សេរីដែលធ្វើឲ្យមានការប្រយុទ្ធបង្ហូរឈាមគ្នាយ៉ាងខ្លាំងអ៊ីស្រាអែលបានវាយឈ្នះកាន់កាប់តំបន់នេះបានពីកងទ័ពសេរីហើយនៅថ្ងៃទី10ខែមិថុនាសេរីក៏យល់ព្រមទទួលបទឈប់បាញ់ហើយសង្គ្រាមក៏ត្រូវបានបិទបញ្ចប់ទាំងស្រុងគួររំលឹកជូនប្រិយមិត្តផងដែរថាគ្រាន់តែសង្គ្រាមរយៈពេល6ថ្ងៃបានបណ្ដាលឲ្យមនុស្សប្រមាណ 17,000 នាក់ក្នុងនោះខាងអេស៊ីបចំនួន 10,000 នាក់ខាងសូដានីចំនួន 6,000 នាក់និងជិត 700 នាក់នៅខាងអ៊ីស្រាអែលគឺជាមួយនឹងឧត្តមភាពយុទ្ធសាស្ត្រការបដិញ្ញាចិត្តនិងគុណភាពព័ត៌មានសម្ងាត់ដែលទទួលបានដែលបានអនុញ្ញាតឲ្យអ៊ីស្រាអែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើប្រទេសក្រុងបណ្ដាអារ៉ាប់តែក្នុងរយៈពេលដ៏ខ្លីពិតណាស់ថាបរាជ័យរបស់ក្រុមប្រទេសអារ៉ាប់ទល់ទៅនឹងអ៊ីស្រាអែលតែម្នាក់ឯងកាលនោះគឺជាព្រឹត្តិការណ៍ដ៏រន្ធត់ខ្លាំងណាស់នៅក្នុងតំបន់ជាពិសេសនៅក្នុងពិភពអារ៉ាប់តែអ្វីដែលរឹតតែរន្ធត់ជាងនេះទៅទៀតគឺការដែលអ៊ីស្រាអែលក្រសោបយោងបានដែនដីបន្ថែមហួសពីព្រំដែនស្របច្បាប់ដែលខ្លួនធ្លាប់មាននៅក្នុងឆ្នាំ1967នោះបើទោះបីជាដែនដីទាំងនោះនៅបន្តក្លាយជាបច្ចុប្បន្នភាពក្តៅគគុកនៅតំបន់ដើមបូព៌ាក៏ដោយពិសេសនោះគឺតំបន់សូដានីទីក្រុងយេរូសាឡិមខាងកើតនិងតំបន់ហ្គាសាដែលកំពុងបន្តជាបញ្ហាប្រឈមដ៏ចម្រូងចម្រាសរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដល់សព្វថ្ងៃ
គឺនៅតំបន់ចំនួនទាំង3រវាងអ៊ីស្រាអែលនិងតំបន់ប៉ាឡេស្ទីននេះឯងចាប់តាំងពីឆ្នាំ1968មករដ្ឋាភិបាលអ៊ីស្រាអែលគ្រប់ជំនាន់តែងតែអនុញ្ញាតឲ្យពលរដ្ឋខ្លួនធ្វើការសាងសង់ផ្ទះសម្បែងនៅទីនោះគិតមកដល់សប្តាហ៍ថ្ងៃនេះមានប្រមាណ60,000ខ្នងនៅតំបន់សកដានីនិងទីក្រុងយេរូសាឡឹមខាងកើតក្រៅពីចំណោទរឿងអាណានិគមជនជាតិអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចំណោទក៏កំពុងតែកើតមានឡើងជុំវិញការវាស់វែងខ្សែបន្ទាត់ព្រំដែនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ58ឆ្នាំក្រោយសង្គ្រាម6ថ្ងៃរវាងក្រុមអារ៉ាប់ទល់ទៅនឹងអ៊ីស្រាអែលមកខ្សែបន្ទាត់ព្រំដែនឆ្នាំ1967ត្រូវបានគេបន្តយកធ្វើជាមូលដ្ឋានគ្រឹះដើម្បីស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលតែគេសង្កេតឃើញថាជារួមក្រោយសង្គ្រាមឆ្នាំ1967មកសន្តិភាពហាក់នៅឆ្ងាយសែនឆ្ងាយនៅឡើយរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលយន្តការរដ្ឋពីរដើម្បីពលរដ្ឋពីរដែលជាការចង់បានរបស់សហគមន៍អន្តរជាតិនិងជាសុបិនរបស់ពលរដ្ឋប៉ាឡេស្ទីនគ្រប់រូបមិនដឹងអាចជាលេចរូបរាងពិតប្រាកដនៅថ្ងៃណានោះទេសរុបជារួមមកសង្គ្រាម6ថ្ងៃនៅតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបន្តជះឥទ្ធិពលនៅលើតំបន់មជ្ឈិមបូព៌ារហូតមកដល់សព្វថ្ងៃនេះ